សពថ្ងៃរឿងដែលកើតឡើងដោយសារខ្វះមេគាដឹកនាំខ្វះមេគាអប់រំរវាងគ្នានឹងគ្នាទៅវិញទៅមកក៏ដូចជាខ្វះបទបញ្ញត្តិពីប្រមុខរាជរដ្ឋាភិបាលឬក៏ពីច្បាប់នៃរដ្ឋរាជការពីព្រោះថារដ្ឋរាជការលោកដាក់ច្បាប់ក្នុងពុទ្ធសាសនាឲ្យយើងជាប្រជាពលរដ្ឋនឹងគោរពទៅតាមសិលរបស់ពុទ្ធសាសនាយ៉ាងណាមិញយើងខ្ញុំហ្នឹងតំណាងឲ្យបងប្អូនដែលមានវត្តមាននៅទីនេះជាអ្នកមានជំនឿក្នុងព្រាហ្មណ៍សាសនាក៏ដូចជាអ្នកមានជំនឿក្នុងព្រហ្មញ្ញសាសនាហ្នឹងកាន់ទាំងពីរហ្នឹងហើយកាន់ទាំងពីរគោរពទាំងពីរច្បាប់រដ្ឋជាច្បាប់របស់ជាតិច្រកក្រមមលុបច្បាប់របស់រដ្ឋគឺដើម្បីគោរពនៅមេគាអប់រំដើម្បីញ៉ាំងឲ្យយើងចេះគោរពគ្នាទៅវិញមកយើងគោរពនឹងកាន់ខាងសាសនាពលឹងមួយនេះគឺដើម្បីបំពេញសេចក្តីស្ងប់បំពេញសេចក្តីស្កប់ចិត្តបំពេញសេចក្តីត្រូវការដែលយើងកើតឡើងដឹងហើយវាមានការពាក់ព័ន្ធក្នុងអារម្មណ៍ក្នុងវិញ្ញាណសតិនៃចិត្តហ្នឹងកាលណាយើងមិនបានមកបំពេញអ្នកអត់មានវាអត់បញ្ហាទេតែអ្នកដែលមានពាក់ព័ន្ធជាមួយផ្លូវព្រះវិញ្ញាណនេះអត់មានអ្នកណាម្នាក់ទៅដឹកនាំគាត់ទៅនិយាយបញ្ចោគាត់ដើម្បីថាអ្នកឯងត្រូវចេះអត់ទេគឺម្នាក់គឺទទួលស្គាល់ខ្លួនឯងពេញចិត្តខ្លួនឯងសោមនស្សរីករាយខ្លួនឯងវាទាស់ត្រង់ថាបើយើងដឹងចឹងហើយណាក្នុងនាមខ្ញុំកណាខ្ញុំជារបស់ឥសីអង្គតំណជាគ្រូអាចារ្យមួយហ្នឹងត្រូវបញ្យល់ហេតុផលកន្លែងណាឲ្យមានការរួបរวมសាមគ្គីកន្លែងណាឲ្យមានសិលកុំឲ្យធ្វើទង្វើខុសឆ្គងផ្សេងដែលអាចប៉ះពាល់រវាងសាសនានិងសាសនាហ្នឹងហើយជាទូទៅមកពីស្គាល់លោកឪដែលលោកផ្សព្វផ្សាយពធតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលយើងយល់អំពីអំពើល្អរបស់លោកតែមិនមែនចេះតែជឿតែពីទេមានន័យថាយើងស្ដាប់ហើយយល់ហើយជឿយល់ទៅយល់ដោយត្រូវអត់ទៀតតែលោកឪលោកទេសនាមកលោកនិយាយទៅធ្វើឲ្យយើងយល់មិនយល់ទៅឲ្យទៅណាទៅពីទេតែបើសិនតែចង់ឲ្យយល់ឲ្យត្រូវហ្នឹងតើយើងមើលថាការទេសនាហ្នឹងវាមានមន្ទិលសង្ស័យអត់ដែលលោកអប់រំណាហ្នឹងហើយប៉ុន្តែនៅពេលខ្លះទៅដូចនិយាយយើងថាមានមតិមួយចំនួននិយាយថាបើសិនជាការបង្កើតកម្មវិធីចេះទៅវាពាក់ព័ន្ធរឿងចេះចោះអីចឹងណាតែគ្រាន់តែគិតថាចដាមានកម្រិតអចដាតែសំខាន់មនុស្សយើងបើសិនយើងសាងកសលចាប់ផ្ដើមពីចដាទី1ទី2ទី3ទី4គេមានផែនរបស់គេអញ្ចឹងអំពើល្អក៏មានផែនរបស់គេដែរអញ្ចឹងអ្នកខ្លះថាហេគុណទៅចេះហេគុណទៅតែសំខាន់គេតើគេដែលអ្នកប្រព្រឹត្តហ្នឹងគេធ្វើអំពើល្អប៉ុណ្ណាមានការសមាធិកម្មដ្ឋានចម្រើនមេត្តាភាវនាកាយវិចារចិត្តអីផ្សេងធ្វើឲ្យខ្ញុំបង្កើតអាណាមានការស្រឡះក្នុងចិត្តធូរចិត្តសบายហើយក៏មិនមានទុកកង្វល់អីផ្សេងសំខាន់បំផុតគេហៅថាចិត្តជាប់ជំពាក់ដោយលោកធម៌នឹងឯងមនុស្សម្នាក់មានការលោភៈទោសៈមោហៈហ្នឹងហើយលោភៈទោសៈមោហៈជាប់នៅក្នុងខ្លួនអញ្ចឹងមនុស្សម្នាក់គឺมันអាចកាត់ផ្ដាច់នឹងការលោភៈទោសៈមោហៈនេះទេក៏តែគាត់ថាឲ្យយើងសម្រាលនៅក្នុងបៃតិសម្រាលនៅក្នុងចិត្តហ៊ានលះនៅអ្វីផ្សេងដោយការបានស្ដាប់នៃការទូមានព្រានប្រដៅរបស់លោកគ្រូព្រះមនីឥសីអង្គតំណមនឹងមកធ្វើឲ្យខ្ញុំបកករណាមានចិត្តសប្បាយរីករាយដោយសាររួចចាក់អំពីគេហៅថាមន្ទិលសង្ស័យដឹងយល់ច្បាស់អំពីនៃសាសនាព្រាហ្មណ៍សាសនាព្រហ្មញ្ញដែលជាសាសនាដូនតាតាំងពីបរមកាលតាំងពីបុរាណកាលមកអញ្ចឹងថាធ្វើឲ្យខ្ញុំបកករណានេះមានចិត្តគេហៅថាមានចិត្តមួយចង់ឃើញចង់យល់ចង់ដឹងចង់ស្គាល់ចង់សាករសជាតិអីផ្សេងហើយក៏បានមកជួបលោកគ្រូផ្ទាល់ហើយក៏ទទួលការណែនាំបរិហាត់បង្រៀនបង្ហាញនៅផ្លូវសច្ចៈមួយនេះធ្វើឲ្យខ្ញុំបកករណានេះអស់មន្ទិលសង្ស័យអីផ្សេងហ្នឹងអស់មន្ទិលសង្ស័យ
ហើយជីវិតក៏ប្រែប្រួលក៏ហៅថាមានរស្មីភ្លឺត្រចះត្រចង់ជាងមុនវាមិនមែនដុនដាបវេទនាដូចពីមុនទេណាហ្នឹងហើយធ្វើឲ្យគេហៅថាជីវិតយើងមានរស្មីមានវេដាគេថាដូចឆោពន្ធរាំងសីនៃ6000ណាធ្វើឲ្យយើងនេះរួចចាក់នៅអំពីមន្ទិលសង្ស័យផ្សេង